ការដែលយើងបានកើតមកជាមនុស្សជាការក្រហើយការចិញ្ចឹមជីវិតក៏ជាការក្រនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងកិរិយាបានស្ដាប់នៅព្រះធម៌ជាការក្រការកើតឡើងនៃព្រះសម្មាសម្ពុទ្ធក៏ជាការក្រទាំងនឹងព្រោះព្រះសម្មាសម្ពុទ្ធយូរកើតឡើងម្ដងចឹងគឺក្រក្រៃលែងណាហើយនៅក្នុងកំណើតមនុស្សហ្នឹងក៏ជាការក្រដែរហើយមិនមែនក្រតិចតួចទេណាទៀតណានឹងបើគិតពីព្រះអង្គប្រៀបឧបមាវិញហ្នឹងគឺថាយើងគិតមិនដល់ទៅតែម្ដងទេព្រះអង្គសម្ដែងពីបុគ្គលដែលឈរនៅកំពូលភ្នំចក្រវាលហើយមើលមកសមុទ្រខាងក្រោមហ្នឹងហើយនៅក្នុងមហាសមុទ្រហ្នឹងគេមានក្តារមួយបន្ទះណាគេបោះក្តារមួយបន្ទះមកសមុទ្រចឹងទៅហើយខ្យល់នឹងឯងបោកទៅកាន់ទិសផ្សេងរួចហើយបរោះម្នាក់ហ្នឹងគឺយកក្តារមួយបន្ទះហ្នឹងអាក្តារបន្ទះមួយហ្នឹងវាចោះនឹមចោះមានប្រហោងទេណានឹងហើយយកក្តារហ្នឹងចោះឲ្យមានប្រហោងប្រប៉ុណ្ណគ្នារួនប្រប៉ុណ្ណគ្នារួចហើយបោះទៅឲ្យក្តារហ្នឹងមកត្រួតហើយរុនហ្នឹងចំលើគ្នានឹងក្តារទី2ហ្នឹងឲ្យត្រួតលើក្តារទី1ឲ្យរុនចំគ្នាអាក្តារទី3ហ្នឹងឲ្យត្រួតលើក្តារទី2ហើយឲ្យរុនហ្នឹងចំគ្នាដែរឈរនៅលើកំពូលភ្នំហ្នឹងនឹងហើយបោះមកឲ្យក្តារហ្នឹងមិនដឹងថារសាត់ទៅឯណាទេទៀតនឹងហើយបើបោះទៅវាត្រួតក្តារទាំង3ហ្នឹងត្រួតគ្នាទាំងរុនក៏ត្រួតលើគ្នាទៀតហ្នឹងគឺឆាប់ជាងការបានកើតជាមនុស្សគឺក្រជាងហ្នឹងអញ្ចឹងយើងគិតមើលកំណើតជាមនុស្សក្រដែរទេណានឹងព្រះអង្គឧបមារឿងហ្នឹងមួយឧបមាមួយទៀតក្តារអណ្ដែតលើទឹកលើទីសមុទ្រនឹងដែរហើយនៅបាតសមុទ្រហ្នឹងមានដើកខ្វាក់មួយទៀតក្នុង100ឆ្នាំងើបម្ដង1000ឆ្នាំងើបម្ដង10000ឆ្នាំងើបម្ដងដើកខ្វាក់ហ្នឹងងើបមកឲ្យចូលក្បាលហ្នឹងអាប្រឡោះក្តារហ្នឹងគឺឆាប់ជាងហើយបើកិរិយាកើតជាមនុស្សគឺក្រជាងហ្នឹងដែលព្រះអង្គសម្ដែងពីកិរិយាបានកើតជាមនុស្សជាការក្រហ្នឹងហើយយើងមើលក្នុងជីវិតដែលយើងកើតមកជាមនុស្សពេលវេលាដែលយើងរស់នៅក៏លឿនរហ័សណាយប់មួយនិងថ្ងៃមួយនេះឯងគឺកន្លងទៅដោយការលឿនរហ័សនឹងហើយផ្លែតទៅក៏យើងចិត្តអស់ពេលហើយទាំងជីវិតនឹងក៏មកដល់វ័យចុងក្រោយត្រូវកន្លងទៅអញ្ចឹងតិចទៀតទៅក៏អស់នៅភាពជាបុគ្គលបែបហ្នឹងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងពេលវេលាចេះតែកន្លងទៅរាត្រីចេះតែឆ្លងហួសទៅចំនួននៃវ័យលះបង់នៅលំដាប់បុគ្គលកាលបើឃើញភ័យនៅក្នុងសេចក្តីស្លាប់នោះហើយកាលបើសម្លឹងនៅសេចក្តីស្ងប់គប្បីលះបង់នៅអមិស្សៈក្នុងលោកហ្នឹងគឺព្រះអង្គសម្ដែងពីពេលវេលាដែលវាកន្លងទៅនឹងរាត្រីហ្នឹងកន្លងទៅបឋមវ័យហ្នឹងកន្លងទៅមជ្ឈិមវ័យកន្លងទៅបច្ឆិមវ័យហ្នឹងក៏កន្លងទៅនឹងរួចហើយក៏ចូលទៅដល់សេចក្តីស្លាប់ហ្នឹងអញ្ចឹងការដែលយើងបានកើតមកជាមនុស្សជាការក្រនឹងហើយទាំងពេលវេលាសម្រាប់ការរស់នៅរបស់យើងក៏តិចតួចទៀតនឹងបាននៅក្នុងសម័យដើមហ្នឹងមានព្រាហ្មណ៍មានព្រាហ្មណ៍2នាក់ដែលគាត់មានអាយុរហូតដល់120ឆ្នាំនឹងកាលដែលគាត់មានវ័យកន្លងទៅចឹងទៅបុត្រភរិយាអីក៏មិនសូវអើពើ
នឹងកូនចៅគេរវល់ទៅទុកគាត់ចោលចឹងទៅគាត់ណាមិនដឹងថាបានអីជាទីពឹងក៏ចូលមករកព្រះសម្មាសម្ពុទ្ធនឹងហើយតូនតែរៀបរាប់ប្រាប់ព្រះអង្គថាខ្ញុំព្រះអង្គនេះដល់វ័យចាស់ជរាហើយនឹងចំណែកទីពឹងសម្រាប់ខ្លួនក្នុងដំណើរទៅកាន់លោកខាងមុខមិនមានសម្រាប់ខ្ញុំព្រះអង្គទេណាសូមព្រះដ៏មានពភាត្រាស់សម្ដែងនៅព្រះធម៌ណាដែលខ្ញុំបានស្ដាប់ហើយអាចធ្វើទីពឹងសម្រាប់ខ្លួនឯងបាននឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គពិចារណាព្រាហ្មណ៍ទាំងពីរនាក់នឹងថាព្រាហ្មណ៍មានវ័យចម្រើនអាយុ120ឆ្នាំហើយនឹងហើយព្រះអង្គពិចារណាឃើញថាมันអាចបួសបានទេពីព្រោះចាស់ហើយมันអាចនឹងសិក្សារៀនសូត្រចងចាំធម៌អាវិន័យបានទេនឹងបានព្រះអង្គព្រួងសម្ដែងឲ្យព្រាហ្មណ៍នឹងសង្រួមថាអ្នកណាត្រូវធ្វើនៅទីពឹងណាត្រូវការពារនៅភ័យណាដើម្បីដំណើរទៅកាន់បរលោកហ្នឹងគឺថាត្រូវមានធម៌ជាគ្រឿងការពារនៅភ័យហ្នឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងណាការសង្រួមពីពេលឥឡូវនេះទៅជាការប្រពៃណាការសង្រួមហើយព្រះអដ្ឋកថាហ្នឹងពន្យល់ថាការសង្រួមនេះឯងគឺព្រះសម្មាសម្ពុទ្ធសម្ដែងឲ្យព្រាហ្មណ៍ហ្នឹងគឺតាំងនៅក្នុងសិល5ណាវាចាបាណាតិបាតអត្តនេទានកាមេសុមិច្ឆាចារៈនិងវាចាមុសាវេទហើយនឹងវាចានៅសុរាគឺគ្រឿងស្រវឹងនឹងទៀត